សួស្តីអ្នកនរគ្នាសម្រាប់អ្នកនរគ្នាដែលខ្ជិលកាត់តវីដេអូអញ្ចឹងសម្រាប់អ្នកនរគ្នាដែលប្រើ iPhone ឥឡូវវាអាប់ដេតដូច Samsung ដែរណាអញ្ចឹងមុខងារនេះខ្ញុំនឹងបង្ហាញបាទគឺការថតវីដេអូរបស់ iPhone បាទគឺវាយល់លំនាំតាម Samsung ដែរចាំមើលយើងចុចបែបនេះបាទ 1 2 3 4 5 6 7 8 9បាទអញ្ចឹងទៀតថាយើងចង់កាត់តមកប្លង់ហ្នឹងណាយើងកាត់តណាយើងកាត់តប្លង់ហ្នឹងយើងស្កប់តែនេះបាទយើងស្កប់ឡើងហ្នឹងមកឃើញនីតិវាដូចលក្ខណៈថាដូចនេះដូច Samsung ដែរពេលយើងស្កប់ណាបើយើងចុចតទៀតឥឡូវខ្ញុំនឹងបង្ហាញជាក់ស្ដែងតែម្ដងបាទឥឡូវអានេះមកប្លង់ណាមកប្លង់ឥឡូវខ្ញុំបែរមកប្លង់នេះមកប្លង់នេះវិញយើងចុចអាក្រហមនេះផ្លឹបបាទតទៅទៀតបន្តិចលូតតទៀត15 16 17 18 19ណាបាទឥឡូវមកប្លង់ទៀតយើងចុចស្កប់ឡើងនេះបាទវាកាន់តែតនសម័យក៏ដូចជា trend ចំពោះឆ្នាំថ្មីនេះបាទឥឡូវខ្ញុំសុំតមកជំនាញខាងនេះទៀតនេះបាទជិះចុចអាក្រហមទៀតនេះដល់24 25 29បាទ27 28 29 30នេះបាទបន្តមកទៀតបាទយើងចង់ចុចឈប់ចុចឈប់នេះចុចនេះផ្លឹបវានឹងចូលមកក្នុង gallery របស់យើងបាទអញ្ចឹងវាយកស្ទាយតាម Samsung ដែរអ្នកនរគ្នាដែលប្រើ Samsung ប្រកាសជាដឹងហើយtip មួយនេះគឺសម្រាប់អ្នកនរគ្នាដែលខ្ជិលកាត់តវីដេអូអីយើងថតមកប្លង់បែរយកមកប្លង់ទៀតមកវាងាយស្រួលបាទពេលដែលយើងយកទៅផុសយើងមិនបាច់ខ្ញុំកាត់តឲ្យច្រើនដោយសារ app ថ្ងៃយើងត្រូវការបង់លុយបាទ tip នេះគឺចំណេញសម្រាប់អ្នកនរគ្នាហើយការថត60 frame អីហ្នឹង HD 4K ហ្នឹងអ្នកនរគ្នាដឹងហើយបាទខ្ញុំប្រាប់ឯងអញ្ចឹងចាំមើលរាយសារដែលខ្ញុំទទួលបាននេះបាទនេះគឺវាដើរហើយចាំមើលបាទនេះមកប្លង់ណាបាទមកប្លង់ដល់ពេលយើងស្កប់ទៅបាទចូលមកប្លង់ទៀតណាអញ្ចឹងដូចទៅនឹងការកាត់តដែរបាទ tip សម្រាប់ iPhone បាទអានេះខ្ញុំទៅអាប់ដេតព្រឹកមិញហើយក៏ដូចជាទៅឃើញព្រឹកមិញក៏បង្ហាញដល់គ្នាទៅយើងមករៀនជាមួយគ្នាយើងប្រើប្រាស់ឲ្យតនសម័យកាលរបស់គ្នាណាបាទនេះមកប្លង់ទៀតនេះបាទអញ្ចឹងអរគុណច្រើនសម្រាប់អ្នកនរគ្នាដែលតាមដានវីដេអូមួយនេះសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សូមជួយ share ចែកម្លែកផងបាទបើសិនជាមានចម្ងល់អីចង់ដឹងអ្នកនរគ្នាអាច comment នៅក្នុងវីដេអូបានដោយពាក្យគួរសមហើយនឹងសមរម្យបាទជួបគ្នានៅវីដេអូក្រោយបាយបាយ